ព័ត៌មានពុស្ដាទី1នេះគឺសូមដកស្រង់ពីខាងប្រភពពីខាងក្រសួងការពារជាតិរបស់កម្ពុជាបើយោងតាមក្រសួងការពារជាតិរបស់កម្ពុជាគឺបានឲ្យដឹងថាកម្ពុជាបាននាំអ្នកសង្កេតការអាស៊ានគឺខាង AOT ទៅពិនិត្យមើលតំបន់ខាងព្រំដែនរបស់កម្ពុជាជាមួយនឹងថៃណាគឺនៅតំបន់ច្រកអូស្មាច់បាទបើយោងតាមសេចក្តីប្រកាសនេះគឺឲ្យដឹងថាការទៅពិនិត្យមើលនោះគឺនៅថ្ងៃទី23នេះតែម្ដងបាទនៅវេលាម៉ោង 9:50 នាទីព្រឹកគឺខាងក្រុម AOT គាត់បានដឹកនាំបេសកកម្មទៅពិនិត្យផ្ទាល់ឥឡូវនោះហ្វីលីពីនណា AOT ឥឡូវនោះគឺហ្វីលីពីនជាអ្នកដឹកនាំម្ដងអញ្ចឹងហ្វីលីពីនគាត់ដឹកនាំក្រុមការងារទៅពិនិត្យស្ថានភាពនិងផ្ទាល់ស្ថានភាពហ្នឹងនៅច្រកអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបាទដើម្បីពិនិត្យមើលថាតើមានការគោរពបទជប់បាញ់គ្នានិងអនុវត្តបានសេចក្តីប្រកាសរួមដែលបានចូលជាធរមាននោះគឺយ៉ាងណាដែរណាអញ្ចឹងគឺខាងកម្ពុជាបានប្រកាសដឹងហើយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរគឺខាងកម្ពុជាបានបញ្ជាក់ថាគឺកម្ពុជានៅគ្រប់គ្រងយ៉ាងពេញទំហឹងទៅដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាននៅក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទជប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឲ្យបានពេញលេញបាទនឹងប្រកបដោយប្រសិទ្ធភាពបាទដូច្នេះដើម្បីការកសាងទំនុកចិត្តគ្នាទៅវិញទៅមកនេះគឺជាការលើកឡើងរបស់អ្នកស្រីម៉ាលី សេជតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសកម្ពុជាដែលអ្នកស្រីបានថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ជាក់ឲ្យដឹងបាទអញ្ចឹងដូច្នេះនេះគឺជាការបញ្ញារបស់កម្ពុជាហើយសេចក្តីប្រកាសព័ត៌មាននេះគឺបានបញ្ជាក់បន្ថែមទៀតពីការបញ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃនេះដោយសន្តិវិធីបាទនេះជាព័ត៌មានទី1ណាបាទរីឯព័ត៌មានទី2វិញគឺអាជ្ញាធរប៉ូលីសថៃបានឆ្មក់ចូលនៅអគារខុនដូទំនើបហើយបានចាប់ជនជាតិនីហ្សេរីយ៉ាហ្នឹងគឺបានចំនួន6នាក់នៅក្នុងរូបភាពនោះឃើញគឺចាប់បាន6នាក់ដែលបានបន្លំសាក់នៅក្នុងខុនដូនៅក្នុងខេត្តនន្ទបុរីបាទហើយបានធ្វើសកម្មភាពឆបោកតាមអនឡាញហ្នឹងដោយមានគោលដៅសំខាន់គឺសំដៅទៅលើស្ត្រីចាស់របស់ថៃបាទដោយមានការធ្វើជាសកម្មភាពស្នេហាតាមអនឡាញហើយក៏លបួងអ្នកទាំងអស់នោះឲ្យគាត់ដាក់លុយដាក់កាក់អីទៅក្នុងឲ្យពួកវាហ្នឹងបាទគឺនៅក្នុងប្រតិបត្តិការនេះគឺបើតាមការរាយការណ៍របស់កាសែត The Nation បានឲ្យដឹងថាប៉ូលីសបានរឹបអូសបានទូរស័ព្ទចំនួន18គ្រឿងហើយនឹងមាន laptop ផងដែរដែលមានការសន្ទនាគ្នាស្នេហាជាមួយនឹងស្ត្រីចាស់ទាំងអស់នោះហើយមានរូប profile ជាជនបរទេសคล้ายៗជាការជនបរទេសជាពីឡុតជាសម្បូរសយនឹងសង្ហានៅបរទេសហើយបាទថៃគាត់ចូលចិត្តអាមេរិកអីហ្នឹងអឺរ៉ុបអីសយហ្នឹងគាត់ដល់ពេលអញ្ចឹងគាត់យក profile ហ្នឹងគឺគេថា AI generated images គឺរូបភាពដែលបង្កើតទៅដោយ AI យកមកដាក់បន្លំលោកស្រីហ្នឹងនៅបន្លំលោកស្រីចាស់ហ្នឹងគឺដើម្បីតាក់លុយតាក់កាក់បាទចាស់ហ្នឹងសិតតែមានលុយបាទគាត់បើជាគាត់មានការលំបាកនៅក្នុងជីវភាពស្នេហារបស់គាត់បាទអញ្ចឹងទៅពួកនេះទៅបោកប្រាស់គាត់បានតែម្ដងបាទអញ្ចឹងគឺសកម្មភាពហ្នឹងគឺបាទធ្វើនៅប្រទេសថៃតែម្ដងបាទហើយគឺក្នុងចំណោមជនសង្ស័យដែលប៉ូលីសចាប់បានហ្នឹងគឺមានអ្នកខ្លះហ្នឹងគឺរស់នៅក្នុងស្នាក់នៅប្រទេសថៃហ្នឹងលើទឹកតកាហើយគឺអ្នកខ្លះនោះលើច្រើនលើប្រហែលឆ្នាំមិនមែនលើមកទិញទួយណារស់នៅអត់មានច្បាប់អត់មានទម្លាប់អីនៅក្នុងប្រទេសថៃហ្នឹងតែម្ដងហើយធ្វើសកម្មភាពហ្នឹងតែម្ដងបាទឥឡូវបើតាមសេចក្តីរាយការណ៍នេះគឺអាជ្ញាធរប៉ូលីសបានចោទប្រកាន់អ្នកទាំងអស់នោះពីបទធ្វើជាសមាជិកនៃសង្គមងងឹតហើយនឹងស្នាក់នៅលើទឹកតកានៅក្នុងប្រទេសថៃហើយប៉ូលីសក៏ថាគាត់នឹងរកមើលបទចោទប្រកាន់ថែមទៀតតាក់ទងជាមួយនឹងបទល្មើសស្នេហាបោកប្រាស់តាមអនឡាញនឹងផងដែរបាទគឺបើយោងតាមប៉ូលីសបានដឹងថាការចូលឆ្មក់បង្ក្រាបនេះគឺកាត់ឡើងក្រោយពីមានបណ្ដាញក្រុមដែលអក្រិតកម្មនោះគាត់ផ្ទេរលុយកាក់តាមធនាគារអញ្ចឹងទៅគឺមានភាពមិនប្រក្រតីដូច្នេះខាងប៉ូលីសក៏តាមដានតែម្ដងហើយពេលដែលចុះបង្ក្រាបនោះគឺមានអ្នកខ្លះនោះគឺមិនព្រមបើកទ្វារទេអញ្ចឹងហើយបានជាប៉ូលីសគាត់ថាគាត់ត្រូវបង្ខំចិត្តដើម្បីទម្លុះទ្វារចូលទៅចាប់អ្នកទាំងអស់នោះ